បាច់ទេមីងអើយគ្មាននរណាគេស្រឡាញ់ខ្ញុំទេបើគូព្រេងមិនបាច់រងគុំទៅជួបខ្ញុំអរគុណមីងហើយដែលបានជួយជឿឆ្អាលនឹងអាណិតខ្ញុំណៃចែមកុំនិយាយលេងណាមីងខំទៅសួរកូនគេរួចហើយណាតើនាងនោះព្រមទេអើម្ដាយគេថាចាំទៅសួរកូនស្រីគេសិនណែដឹងទេនាងនឹងណាមានគេតដឹងច្រើនណាស់ណាតែនាងនឹងអត់ព្រមប៉ុន្តែម្ដាយគេដូចជាយល់ស្របតាមមីងហើយគេនឹងទៅជួយនិយាយជាមួយកូនស្រីគេឲ្យនឹងហើយមីងកូនស្រីគេមុខជាឆ្លើយថាមិនព្រមហើយចាំមើលបានជឿខ្ញុំអញមិនដែលឃើញអាប្រុសណាវាឆ្លើយចឹងទេគេឮសូរតែតដឹងប្រពន្ធណាគេអចង់ងាត់ឯងមកទាយថាច្បាស់ជាអត់ណែគ្រាន់តែអាសបាត់ហ្នឹងវាឮសូរមីងថាតដឹងប្រពន្ធណាវាស្មានតែតដឹងឲ្យវាខំតែអអញ្ចឹងមីងនឹងដឹងឲ្យវាទៅតដឹងយ៉ាងម៉េចគ្រាន់តែស៊ីបាយហ្នឹងក៏ម៉ែផឹកទឹកហ្នឹងក៏សួររកម៉ែហើយវាសប្ថ្ងៃហ្នឹងជាងកូនក្មេងអាយុ5ឆ្នាំទៅទៀតមកពីមីងហ្នឹងទំយើវាពេកមកចាំhơiធ្ងន់នេះធ្ងន់មកចាំមកសម្បានយកថ្មទៅធ្វើអីហ្នឹងមកកម៉ាសួរត្រង់រកសិនទៅម៉ែគាត់ចង់កកោថ្នោតតែខ្ញុំឲ្យងើបតាំងពីព្រឹកទៅរកថ្នោតខ្ចីណោះនៅចុងភូមិឯណោះស្អប់ម៉ែឲ្យតែគាត់ចង់ពិសាស្អីក៏ដោយប្រើឯងគ្មានដឹងហត់ន័យអីទេចុះឯងលោកអីក៏លោកម្លេះយើងបំរើម្ដាយបានបុណ្យណាបងណាបើមានម៉ែដូចឯងអញ្ចឹងមិនដឹងថាបំរើគាត់យ៉ាងណានោះទេមកចាំឯងថាបានតែមកហ្នឹងមិនជឿមានឪពុកម្ដាយប្រើចង្អឹបចង្អិលដូចជាខ្ញុំអញ្ចឹងបើមិនធុញទេខ្ញុំហ៊ានភ្នាល់បងអត់ធុញទេបងពេញចិត្តនឹងបំរើចាស់មកចាំយ៉ាងម៉េចមានរឿងអីមកចាំឯងសប្បាយចិត្តទេសប្បាយចិត្តរឿងអីអូរឿងប្រពន្ធហ្នឹងបងមិនដែលឃើញមុខពីផងខ្លាចគេមិនស្រឡាញ់យើងបងឯងនេះរវល់តែខាចចុះខ្លាចឡើងអញ្ចឹងបានជាអត់ប្រពន្ធចុះបើគេមិនស្រឡាញ់យើងដល់ថ្មគេទេបងឯងដឹងទេគេជាកូនស្រីតែមួយគត់ហើយឪពុកម្ដាយគេថ្នមគេណាហើយគេជាកូនដែលប្រកបដោយកណ្ដុងធម៌ទៀតផងអញឥឡូវនិយាយច្រើនណាសម្បានចុះអញធ្លាប់ឃើញមុខនេះនោះទេអត់ទេឮតែម៉ែនិយាយបងមកជួយលើកថ្នាក់ខ្ញុំតិចបានមកបងទៅរួចទេទៅរួចតាអរគុណបង